រឿងតាចាស់បានប្រពន្ធក្មេងខ្ញុំសូមចែកចម្លែករឿងមួយអំពីលោកតាម្នាក់បានប្រពន្ធក្មេងឲ្យបងប្អូនប្រិយមិត្តបានស្ដាប់និងទស្សនាកម្សាន្តបាទសូមកុំឲ្យខាតពេលវេលាយូរសូមរីករាយទស្សនាស្ដាប់ទាំងអស់គ្នារឿងនេះបានកើតឡើងចំពោះលោកតាម្នាក់ពីមុននោះគាត់ធ្លាប់មានប្រពន្ធម្នាក់រួចមកហើយតែត្រូវឡាយលះគ្នាវិញបន្ទាប់មកក៏បានរៀបការជាមួយប្រពន្ធក្មេងម្នាក់ពីដំបូងគាត់គិតថាគាត់មានសំណាងខ្លាំងណាស់ហើយអ្នកនៅក្នុងភូមិជាមួយគាត់នោះក៏លួចច្រណែនលោកតាណាដែរតែដឹងអីតែយូរទៅប្រពន្ធក្មេងចេះតែនៅមិនសុខដូចជាមិនអស់ចិត្តក៏ចេះតែកេះគៀវតារហូតសឹងតែមិនបានដេកពន្ធសោះលោកតាក៏លន់មាត់ត្អូញតែមិនសូវមានកម្លាំងកំហែងព្រោះដេកមិនសូវបានស្កប់ស្កល់ហើយក្បាលជង្គង់ចេះតែមានអាការៈឈឺចាប់ពើផ្សាដើរមិនចង់រួចនោះទេបានពោលថាសូមចុះចាញ់ហើយសូមតម្រាក់បន្តិចសិនលោកតាដនមានអាយុ68ឆ្នាំរស់នៅឯខេត្តតាកែវតាដនគាត់បានរៀបរាប់ប្រាប់ថាគាត់ជាកូនកសិកររៀនសូត្រមិនសូវបានខ្ពង់ខ្ពស់ឡើយត្រឹមតែថ្នាក់ទី3ក៏ឈប់ទៅព្រោះតែជីវភាពខ្វះខាតនិងជួយការងារឪពុកម្ដាយផងគាត់ក៏សម្រេចចិត្តឈប់រៀនតែម្ដងទៅមកជួយរកស៊ីធ្វើការជួយផ្គត់ផ្គង់គ្រួសារឲ្យបានធូរធារល្អប្រសើរនឹងគេលូដល់វ័យកំឡោះឪពុកម្ដាយបានរៀបចំផ្សំគុំជាមួយនារីម្នាក់ឈ្មោះថាស្រីធូមានអាយុស្របាក់ស្របាលគ្នាហើយតាដននិងភរិយារបស់គាត់នៅកំឡោះក្រមុំដូចគ្នាហើយបានរៀបការធ្វើជាដៃគូជីវិតរួមរស់សុខទុក្ខជាមួយគ្នាដោយពួកគាត់ទាំងពីរបានធ្វើស្រែចម្ការនិងចិញ្ចឹមសត្វមាន់ទាជ្រូកហើយចាប់តាំងពីចាប់ដៃគ្នាជាគូជីវិតពួកគាត់ទាំងពីរស្រឡាញ់គ្នាខ្លាំងណាស់មិនដែលមានអាការៈរកម្មរកូសឆ្លោះប្រកែកគ្នាក្នុងគ្រួសារម្ដងណាទេសូម្បីតែរឿងយប់ប្រលប់ក៏មិនអោយតោះចិត្តដែររហូតតាដនគាត់បានបង្កើតបានកូនប្រុសស្រី3នាក់ដែលជាចំណងដៃស្នេហារបស់ពួកគាត់ប៉ុន្តែគួរឲ្យស្ដាយនៅពេលប្តីប្រពន្ធពួកគាត់កំពុងតែរួមរស់ជាមួយគ្នាយ៉ាងមានក្តីសុខនោះក៏ស្រាប់តែសួយចង្រៃអីបាននាំយកប្រពន្ធរបស់គាត់នឹងចាក់ឆ្ងាយពីតាដនលោកតាដនបានប្រាប់បន្តទៀតថាក្រោយពីប្រពន្ធរបស់គាត់នឹងចាក់ឆ្ងាយទៅអស់រយៈពេលយូរឆ្នាំកន្លងទៅតាដនក៏បានជួបស្នេហ៍ថ្មីមួយទៀតឈ្មោះថារីណាមានអាយុខុសឆ្ងាយពីលោកតាច្រើនដែររីណាមានអាយុទៅតែ37ឆ្នាំប៉ុណ្ណោះហើយរៀបការជាមួយគ្នាធ្វើជាប្តីប្រពន្ធតែម្ដងទៅតាដនដែលបានប្រពន្ធក្មេងបែបនេះគាត់សប្បាយចិត្តណាស់រីករាយខ្លាំងណាស់តាដនគាត់ថ្នាក់ថ្នមប្រពន្ធក្មេងមិនអោយធ្វើការអីនោះទេព្រោះខ្លាចខុសសម្រស់ដ៏ល្អឆាត់ឆាយបែបនេះតាដនគាត់ស្រឡាញ់ប្រពន្ធគាត់ខ្លាំងណាស់មិនអោយប្រពន្ធក្មេងនឹងពិបាកចិត្តលំបាកកាយហើយសម្បីតែការងារយប់ប្រលប់នោះក៏ផ្ដល់ឲ្យពេញចិត្តណាស់ដែរប៉ុន្តែប៉ុន្មានឆ្នាំក្រោយមកនេះតាដនគាត់មានវ័យរៀងជ្រេណាស់ទៅហើយចាស់ជរាណាស់ពេកទៅមិនសូវមានកម្លាំងពលៀងបំពេញការងារពេលរាត្រីស្ងាត់ឲ្យប្រពន្ធក្មេងបានដូចមុននោះទេរហូតទុនជង្គង់បាក់កម្លាំងទៅមិនរួចសឹងតែទប់មិនចប់ម្ដងតែតាដនដោយសារស្រឡាញ់ប្រពន្ធពេកក៏ចេះតែតស៊ូផ្ដល់ឲ្យខ្លះមិនឲ្យអត់ពេកនោះទេចំណែករីណាវិញដែលជាប្រពន្ធក្មេងតាដននោះបានឲ្យដឹងថានាងក៏មិនសូវបានរៀនសូត្រជ្រៅជ្រះណាស់ដែរលូពេញក្រមុំ
មិនដែលមានទំនាក់ទំនងស្នេហាជាមួយប្រុសណានោះទេពលគឺបេះដូងនិងរាងកាយគឺនៅក្រមុំបរិសុទ្ធប៉ុន្តែដោយសារឪពុកម្ដាយរៀបចំផ្សំគុំឲ្យរៀបការជាមួយប្តីចំណាស់អ្នកនេះរីណាក៏មិនហ៊ានចំទាស់ជាមួយឪពុកម្ដាយឡើយតាំងតែពីរៀបការជាមួយតដនមកត្បិតអីតែអ្នកផ្សេងមើលមកវាមិនសមភ្នែកប៉ុន្តែប្តីប្រពន្ធពីរអ្នកពួកគាត់ជីវិតរស់នៅមានក្តីសុខសុភមង្គលល្អប្រសើរខ្លាំងណាស់ព្រោះប្តីស្រឡាញ់ថ្នាក់ថ្នមផ្លូវចិត្តផ្លូវកាយមិនពិបាកទេដែលប្តីប្រពន្ធនាងរួមរស់នៅជាមួយគ្នាចុះសម្រុងគ្នាខ្លាំងណាស់ប៉ុន្តែប្រហែលឆ្នាំក្រោយមកនេះដោយសារតែប្តីរបស់នាងនឹងមានវ័យជ្រេពេកទៅហើយមិនអាចបំពេញការងារក្រៅម៉ោងចប់ឡប់ដូចមុនទេនឹងត្អូញត្អែប្រាប់នាងថាគាត់ខ្សោយគាត់អស់កម្លាំងក្បាលជង្គង់រលុងហើយគ្មានកម្លាំងកំហែងណាធ្វើការងារក្រៅម៉ោងច្រើនពេកនោះទេហើយសូមឲ្យនាងនឹងមេត្តាគាត់ផងសូមយោគយល់ដល់ចិត្តគាត់ផងហើយនាងក៏ដឹងពីបញ្ហានេះដែរតែយ៉ាងណារីណាក៏នៅតែស្រឡាញ់លោកប្តីវ័យចំណាស់ម្នាក់នេះដែលសុខចិត្តស្ម័គ្រស្មោះដល់ចាស់កងខ្នងរៀងខ្លួន